សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូតម្រុយឆ្នោតយួនបានសម្រាប់តម្រុយឆ្នោតយួនគ្រូធំថ្ងៃទី21ខែ7ឆ្នាំ2026បាទអញ្ចឹងសម្រាប់ថ្ងៃនេះក៏មិនខុសពីថ្ងៃម្សិលមិញផងដែរគឺខ្ញុំបាទនៅតែបន្តមាននៅតម្រុយលេខបាទល្អសម្រាប់យកមកធ្វើការចែកជូនទៅកាន់បងប្អូនដែលនិយមតាមដាននិងគ្រប់គ្រង Channel ខ្ញុំបាទជារៀងរាល់ថ្ងៃចឹងបងប្អូនបាទដើម្បីទទួលបាននូវលាភសំណាងដើម្បីទទួលបាននូវវីដេអូថ្មីមុនគេក៏បងប្អូនកុំភ្លេចជួយ Subscribe ចុចជាវឲ្យដាក់សញ្ញារូបកណ្ដឹងម្នាក់មួយទៅបងប្អូនបាទនឹងទទួលបាននៅ notification មុនគេជារៀងរាល់ថ្ងៃតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាត្រៀមក្រដាសទៅដើម្បីនឹងធ្វើការកត់ចំណាំយកលេខទៅលេងទាំងអស់គ្នាសម្រាប់ថ្ងៃទី21បាទចំពោះឆ្នោតយួនថ្មីវេលាម៉ោង10កន្លះម៉ោង1កន្លះបាទចំពោះម៉ោង10កន្លះសម្រាប់ព្រឹកនេះគឺបងប្អូនលោកយាយតាទាំងអស់គ្នាសូមធ្វើការអូសនៅខ្ទង់40និងអូសខ្ទង់50បាទចំណែកឯលេខបូកប៉ុស ABCD វិញគឺសូមបងប្អូនធ្វើការបូកនៅលេខ48និង49ហើយសម្រាប់ខ្ទង់50គឺយើងយក50គាត់51បាទចំពោះបងប្អូនដែលនិយមលេងម៉ោង10កន្លះអាចលេងលេខនឹងបានបាទហើយចំពោះបងប្អូនទាំងអស់គ្នាដែលលេងម៉ោង1កន្លះបាទអ្នកទាំងគ្នាសូមធ្វើការអូសនៅខ្ទង់9និងសូមធ្វើការអូសខ្ទង់30បាទហើយសម្រាប់លេខត្រេវិញគឺយើងយក9គាត់91បាទ9គាត់91ហើយចំណែកខ្ទង់30នេះយើងយក36 37បាទ36និង37បាទអញ្ចឹងនេះគឺជាតម្រុយសម្រាប់ឆ្នោតយួនថ្មីវេលាម៉ោង1និងម៉ោង4ម៉ោង10និងម៉ោង1បាទចំពោះឆ្នោតយួនចាស់វេលាម៉ោង4កន្លះនិងម៉ោង6កន្លះក៏យើងមាននៅតម្រុយលេខសម្រាប់បងប្អូនផងដែរអញ្ចឹងយើងចូលទៅកាន់តម្រុយម៉ោង4កន្លះមុនបាទសម្រាប់ម៉ោង4កន្លះនេះគឺអ្នកទាំងអស់គ្នាសូមអូសខ្ទង់0និងខ្ទង់10បាទចំពោះខ្ទង់0នេះសូមបងប្អូនធ្វើការលេងគឺយើងយក04 06ហើយរីឯខ្ទង់10នេះគឺបងប្អូនបាទយើងយក13 14បាទ13និង14បុក A B C D សម្រាប់វេលាម៉ោង4កន្លះចំពោះម៉ោង6កន្លះពីច្រើនយើងលេខ B C D អញ្ចឹង B C D យើងក៏មាននៅលេខអូសខ្ទង់គឺសូមបងប្អូនអូសខ្ទង់8និងសូមធ្វើការអូសខ្ទង់40បាទសម្រាប់ខ្ទង់8នេះគឺអ្នកទាំងអស់គ្នាសូមយក8 7 8 9បាទហើយខ្ទង់40វិញគឺយើងយក48 49បុក A B C D បាទអញ្ចឹងអរគុណបងប្អូនដែលបានធ្វើការចំណាយពេលវេលាដ៏មានតម្លៃតាមដានតាំងពីដើមរហូតដល់ចប់ជូនពរសំណាងល្អនឹងត្រូវឆ្នោតទាំងអស់គ្នាសូមគោរពលា